各位同学，大家好，សួស្តីអ្នកនរគ្នាដែលសិក្សាថ្នាក់ភាសាចិនទាំងអស់គ្នាចឹងថ្ងៃនេះយើងនឹងបន្តជាមួយនឹងថ្នាក់ភាសាចិនរបស់យើងបន្តទៀតហើយអ្នកនរគ្នាកុំភ្លេចបានកត់មេរៀនហើយនឹងអានមេរៀនអ្នកនរគ្នាអូខេអញ្ចឹងថ្ងៃនេះយើងនឹងមកសិក្សាប្រយោគខ្លីៗរបស់យើងបន្តទៀតកន្លែងនេះដាក់ថា没有别的吗没有别的吗ចឹងពាក្យថា没有កន្លែងនេះយើងបកប្រែថាមិនមានឬក៏គ្មាន别的吗别的ផ្សេងទៀត别的吗បាទគ្មានអ្វីផ្សេងទៀតទេមែនបាទ没有别的吗បាទយើងបន្តមកទៀត你还有吗你还有吗ពាក្យថា你យើងបកប្រែថាអ្នក还有នៅមាន还有吗你还有吗តើអ្នកនៅមានទៀតទេបាទ你还有吗我不想回去我不想回去ចឹងកន្លែងនេះយើងដាក់ថា我ខ្ញុំ不想មិនចង់回去បាទ回去ត្រឡប់ទៅវិញចឹងកន្លែងនេះគេដាក់ថាខ្ញុំមិនចង់ត្រឡប់ទៅវិញទេបាទ我不想回去我不想回去在哪里都可以在哪里都可以ពាក្យថា在哪里កន្លែងណានៅកន្លែងណា都可以សុទ្ធតែអាចបានឬក៏កន្លែងណាក៏បានដែរបាទ在哪里都可以在哪里都可以吃啥都可以បាទញ៉ាំអីក៏បានដែរឬក៏យើងដាក់ថា吃什么都可以ញ៉ាំអីក៏បានដែរអញ្ចឹងកន្លែងពាក្យ啥ហ្នឹងគឺ什么យើងអាច什么ដូចគ្នា吃啥都可以ញ៉ាំអីក៏បានដែរបាទ吃啥都可以你不想跟他住一起吗你不想跟他住一起吗អ្នកមិនចង់រស់នៅជាមួយគាត់មែនទេបាទចឹងពាក្យថា你不想អ្នកមិនចង់跟ជាមួយ跟他ជាមួយគាត់住ស្នាក់នៅ一起ជាមួយគ្នាអញ្ចឹងកន្លែងនេះលក្ខណៈថាយើង跟一起នៅជាមួយគ្នាលក្ខណៈថាប្រើពាក្យទម្រង់跟ហើយនឹង一起អញ្ចឹងកន្លែងនេះគេដាក់ថា你不想跟他住一起吗បាទអ្នកអត់ចង់រស់នៅជាមួយគាត់មែនទេ为什么你不接我电话为什么ហេតុអ្វី你不接មានន័យថាមិនទទួលទូរស័ព្ទលក្ខណៈថាអត់ទទួលអត់អីចឹងគឺ不接我电话ទូរស័ព្ទរបស់ខ្ញុំ我电话ទូរស័ព្ទរបស់ខ្ញុំគេសួរថាហេតុអ្វីអ្នកមិនទទួលទូរស័ព្ទរបស់ខ្ញុំ为什么你不接我电话今天你几点来接我今天ថ្ងៃនេះ你អ្នក几点来មកម៉ោងប៉ុន្មានបាទជាវទទួលខ្ញុំអញ្ចឹងកន្លែងនេះគេថាតើថ្ងៃនេះអ្នកមកទទួលខ្ញុំនៅម៉ោងប៉ុន្មានបាទ今天你几点来接我បន្តទៀតពាក្យចុងក្រោយរបស់យើងគឺ一点信意都没有ឬក៏一点信意也没有បាទទឹកចិត្តបន្តិចបន្តួចក៏អត់មានដែរបាទ一点信意ទឹកចិត្តបាទ也没有ក៏អត់មានដែរ一点信意也没有ទឹកចិត្តបន្តិចក៏គ្មានដែរបាទអូខេអញ្ចឹងមេរៀនថ្ងៃនេះខ្ញុំសូមបញ្ចប់តាមនឹងអ្នកនរគ្នាកុំភ្លេចកត់ហើយនឹងអានអរគ្នាសិស្សតាចាចាជៀន